រំលង30ឆ្នាំជំទាវច័ន្ទច័ន្ទលក្ខណៈបង្ហាញរូបថតកាលអាយុ16ឃើញហើយមិនសូវខុសនឹងបច្ចុប្បន្នសោះចា៎បើទោះជាមិនមានវត្តមានក្នុងការសម្ដែងភាពយន្តនិងចម្រៀងកាយវិការពេញលេញដោយកាលពីមុនក៏ពិតមែនប៉ុន្តែតារាសម្ដែងរៀមច្បងជំទាវច័ន្ទច័ន្ទលក្ខណៈនៅតែបង្ហាញវត្តមានម្ដងម្កាលនៅក្នុងកម្មវិធីធំជាពិសេសនោះគឺការចូលរួមសម្ដែងបង្ហាញពីវប្បធម៌អរិយធម៌បុរាណជាដើមដោយឡែកងាកទៅកាន់អតីតកាលនាពេលវេលាក្នុងការចាប់ផ្ដើមប្រឡូកវិស័យសិល្បៈវិញលោកជំទាវច័ន្ទច័ន្ទលក្ខណៈបានបោះជំហានក្លាយជាតារាសម្ដែងតាំងពីអំឡុងទសវត្សរ៍90ជាងមកម្លេះកាលនោះជំទាវច័ន្ទច័ន្ទលក្ខណៈត្រូវបានរាប់បញ្ចូលជាតារាស្រីឆ្នើមមួយរូបដែលមានទេពកោសល្យនិងសម្រស់ស្រស់សោភាទៀតផងយ៉ាងណាមិញថ្មីនេះជំទាវច័ន្ទច័ន្ទលក្ខណៈបានបង្ហោះរូបភាពកាលពីប្រមាណ30ឆ្នាំមុនក្នុងវ័យ16ឆ្នាំធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងនោះរូបភាពមួយសន្លឹកដែលបានថតជាមួយនឹងតារាសម្ដែងប្រុសព្រំស៊ីវុធី កាលពីឆ្នាំ1996បានធ្វើឲ្យអ្នកគាំទ្រសរសើរពីសម្រស់ជំទាវច័ន្ទច័ន្ទលក្ខណៈយ៉ាងខ្លាំងថាពិតជាមិនសូវប្រែប្រួលសោះពោលគឺសម្រស់តារាចម្រៀងរៀមច្បងតារាសម្ដែងរៀមច្បងរូបនេះមើលទៅទម្រង់មុខស្រស់ស្អាតដូចកាលនៅក្មេងដដែលចា៎ហើយអត្ថបទព័ត៌មានដែលនាងខ្ញុំជម្រាបជូនខាងលើនេះចា៎គឺមានតែប៉ុណ្ណឹងចា៎សូមអរគុណសូមជម្រាបលា